សូមស្វាគមន៍មកកាន់ការធ្វើដំណើរទៅប្រទេសវៀតណាមហាណូយសាប៉ារយៈពេល5ថ្ងៃ6យប់អញ្ចឹងពួកយើងគឺចេញដំណើរពីភ្នំពេញទៅហូជីមិញសិនហើយគឺយើងធ្វើដំណើរតាមឡានក្រុងអញ្ចឹងយើងជិះឡានក្រុងពីភ្នំពេញទៅហូជីមិញដោយប្រើរយៈពេលជិត8ម៉ោងបាទអញ្ចឹងយើងមកដល់ពលានយន្តហោះយើងរងចាំរហូតដល់ម៉ោង8បានយើងចាប់ផ្ដើមហោះទៅទីក្រុងហាណូយបន្តទៀតអញ្ចឹងទៅដល់ទីក្រុងហាណូយយើងបាន check in ព្រលឹមឡើងយើងមិនភ្លេចទេគឺអាហារពេលព្រឹកនៅទីនេះគឺ phở វៀតណាមតែនេះមិនដូចជា phở ទេដូចជាអីផ្សេងទេដូចជានំបញ្ចុកថៃមិនទេញ៉ាំទៅជូរមិន phở ទេបន្តមកទៀតក៏យើងរត់ទៅហាងកាហ្វេមួយកន្លែងនៅទីក្រុងហាណូយគឺកាហ្វេល្បីគឺកាហ្វេគេហៅកាហ្វេប៉ងមាន់ណាចឹងយើងក៏បានទៅ explore រកចឹងយើងទៅរកមើលកាហ្វេគេដែលឆ្ងាញ់ជាងគេនៅហាណូយហ្នឹងគឺគេរីកមិនមកគឺទៅកាហ្វេប៉ងមាន់អញ្ចឹងរសជាតិឆ្ងាញ់ប្លែករបស់គេមែនអញ្ចឹងចេញពីហ្នឹងក៏យើងបានដើរចេញមកខាងក្រៅយើងទៅ explore មើលដើរមើលទៅនៅក្បែរហ្នឹងគេមានបឹងមួយហើយមានប្រាសាទនៅកណ្ដាលយ៉ាងម៉េចទេស្អាតដែរក៏ថតហើយចេញពីហ្នឹងទៀតយើងក៏ទៅរក shopping ចេញពី shopping មកយើងឃើញគេលក់អីនៅក្បែរហ្នឹងតំណងដែរដូចពីច្រើនគេលក់នំបញ្ចុកអញ្ចឹងយើងក៏បានសាកនំបញ្ចុកមួយទៀតគឺនំបញ្ចុកសាច់ទាចេញពីនំបញ្ចុកហ្នឹងទៅគឺអត់មានអីទេគឺយើងរត់ទៅកាហ្វេម្ដងទៀតហើយក៏យើងបានដើរ explore ទីក្រុងគេយើងក៏បានទៅសារមន្ទីរហូជីមិញហ្នឹងគឺគេនិយាយពីប្រវត្តិប្រទេសគេអីចឹងទៅយើងក៏បានដើរទៅជុំឡើងយើងក៏ទៅរកអាហារពេលល្ងាចនៅកន្លែងល្បីមួយគឺហៅថាប៊ុនឆាហ្នឹងគឺកន្លែងប្រធានាធិបតីអាមេរិកតបទៅលោកបារ៉ាក់អូបាម៉ាយើងក៏បានហៅសេតដូចគ្នាអញ្ចឹងបន្តមកទៀតច្បាស់ណាស់គឺយើងរត់ទៅមើលរថភ្លើងគេបើកទៅបើកមកនៅផ្លូវរថភ្លើងគេហ្នឹងយើងទៅកន្លែងហ្នឹងគេមានលក់កាហ្វេលក់អីហើយសិតតែមនុស្សតែម្ដងទៅកន្លែងនេះហើយនៅកន្លែងហ្នឹងអត់មានអីមើលទេមានតែរថភ្លើងគេបើកទៅមកហ្នឹងយើងអង្គុយមើលរថភ្លើងទៅហើយគេមានលក់កាហ្វេលក់អីផ្លូវហ្នឹងប្រហែលជា2-3គីឡូឯដែរឆ្ងាយដែរហើយសិតតែមនុស្សអង្គុយចាំមើលរថភ្លើងជិះទៅមកហ្នឹងហើយចប់ពីហ្នឹងទៅយើងបានទៅឡើងឡានក្រុងដើម្បីធ្វើដំណើរទៅសាប៉ាអញ្ចឹងកន្លែងនេះគឺយើងមកដល់សាប៉ាហើយមកដល់ពេលផឹកប្រហែលជាម៉ោង4ផឹកអញ្ចឹងម៉ោង4ផឹកយើងក៏ជិះឡានតាក់ស៊ីទៅកន្លែងគេអញ្ចឹងដល់កន្លែងគេគឺមានការបាក់បៀជាខ្លាំងគឺអស់កម្លាំងតែម្ដងអញ្ចឹងយើងចាំរហូតដល់ភ្លឺចឹងដល់ភ្លឺអញ្ចឹងទៅមានទីសិបនេះយើងក៏បានថតរូបលេងនៅខាងក្រៅហ្នឹងនេះទេសភាពអញ្ចឹងក៏បាទថតច្រើនមែនតើបាទគឺភ្លឺឲ្យចាំកាលទៀតបាទគឺត្រូវតែថតហើយព្រោះយើងមកដល់កន្លែងនេះយើងអត់ដឹងថាកន្លែងយើងកក់តាម Agoda ហ្នឹងរូបរាងមិនទេព្រោះមកដល់ពេលយប់ហើយល្ងឹតឈឹងហើយមកដល់ក៏គេមិនទាន់ឲ្យ check in អីភ្លាមដែរអញ្ចឹងតាមស្តង់ដារគេសន្តាគារ resort នៅក្រៅចេះគឺម៉ោង2បាទអញ្ចឹងយើងចាំរហូតដល់ម៉ោង2អញ្ចឹងម៉ោង2គេដឹកយើងទៅកាន់បន្ទប់របស់យើងអីចឹងដោយសារថាកន្លែងយើងគេនេះយើងហៅថា Cat Hill នេះល្បីនៅសាប៉ាហ្នឹងដែរអញ្ចឹងវាជាគេហៅ hill ហ្នឹងគឺនៅលើភ្នំហ្នឹងអញ្ចឹងយើងត្រូវជិះខាងបុគ្គលិកស្ថានគេដឹកយើងឡើងទៅបន្ទប់យើងនៅខាងលើអញ្ចឹងឡើងនេះឆ្ងាយដែរបើដើរឡើងមិនរួចទេហត់អញ្ចឹងនេះជាទស្សនភាពនៅកន្លែងយើងគេយើងថតពីក្រៅវេរ៉ង់ដាទៅអញ្ចឹងនៅកន្លែងនេះគឺពិសេសមួយគឺកន្លែងយើងបន្ទប់មួយទឹកនេះគឺមើលឃើញខាងក្រៅនេះតែម្ដងអញ្ចឹងយើងក៏បានដាក់អីវ៉ាន់ដាក់អីហើយក៏មកបេសកកម្មយើងបន្តទៀតនេះគឺយើងមកដើរថតរូបធ្វើអីលេងអញ្ចឹងទៅតែគឺយើងថតនេះគឺសម្ដែងនេះគឺយើងសម្ដែងធ្វើថតរូបដើម្បីបានទៅកាត់វីដេអូខ្លីៗផុសនៅលើ TikTok នៅលើអីហ្នឹងទៅអញ្ចឹងទេសភាពពីលើនេះគឺស្អាតមែនតើហើយវាតំបន់នេះត្រជាក់គឺមានអាប់មានអីអញ្ចឹងទៅគឺស្អាតមែនតើយើងអត់ដែរបានមកតំបន់នេះទេហើយវាក៏ជាលើកទី1ដែរនិយាយទៅបើពីបរិយាកាសវិញស្តៀងទៅនឹងភ្នំបូកគោយ៉ាងដែរអញ្ចឹងបន្ទាប់ពីហ្នឹងមកទៀតគឺយើងបានជួលម៉ូតូគេជិះដើម្បីទៅ
explore នៅសាប៉ានេះអញ្ចឹងតំបន់នៅសាប៉ានេះគឺតំបន់ភ្នំយើងធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយហ្នឹងគឺរបៀបនេះមានន័យថាជាចលងភ្នំគេធ្វើផ្លូវអញ្ចឹងទៅយើងជិះម៉ូតូជិះឡានហ្នឹងគឺជិះលើចលងហ្នឹងអញ្ចឹងនៅខាងឆ្វេងខាងស្ដាំដៃនេះគឺជ្រោះហ្មងបាទគឺជ្រោះប៉ុន្តែគេធ្វើមានប្រកាន់ដៃមានអីដែលយើងអាចជិះបានទេមិនអីទេបាទអញ្ចឹងជួលម៉ូតូនៅវៀតណាមនេះនៅសាប៉ានេះគឺអត់ដឹងជួលយ៉ាងម៉េចដែរទេដោយសារតែយើងមកកន្លែង resort ហ្នឹងគឺមានគេតំណែងឲ្យស្រាប់តាម WhatsApp តាមអីជាមួយអ្នកជួលម៉ូតូទៅយើងក៏ឃើញយើងក៏សួរគេនឹងជួលដែរអញ្ចឹងក៏គេយកម៉ូតូមកឲ្យអញ្ចឹងជួលម៉ូតូនេះគឺគេតម្រូវឲ្យយើងទុកបញ្ញាបត្ររបស់យើងនៅគេអញ្ចឹងនិយាយមកភ្លេចមើលរូបភាពមកដល់Phởអីអញ្ចឹងព្រលឹមឡើងនេះគឺយើងបន្ទាប់ពីយើងដាក់អីវ៉ាន់ដល់គឺយើងហត់មកអាហារពេលព្រឹកសិនបាទអាហារពេលព្រឹកនេះគឺយើងមក Phở យើងយ៉ាងថាតើPhở នៅខាងសាប៉ានេះខុសពីPhở នៅហាណូយយ៉ាងម៉េចបន្តមកទៀតគឺយើងបានទៅគេហៅ Cat Village គឺ Cat Village នេះគឺគេមានជាសហគមន៍ជនជាតិភាគតិចដែលគាត់រស់នៅតំបន់សាប៉ាហ្នឹងគាត់ធ្វើការលក់ដូរវាជាតំបន់ទេសចរមួយដែរយើងក៏បានទៅញ៉ាំអាហារពេលចង់សៀលហ្នឹងបាទយើងទៅញ៉ាំអីបន្តិចនៅហ្នឹងយើងក៏បានទៅឈប់ថតរូបលេងអញ្ចឹងទៅគេមានជាទឹកធ្លាក់មានអីហើយថ្ងៃបន្តិចយើងបានទៅញ៉ាំអីនៅកន្លែងមួយទៀតបាទចឹងហាងនេះគឺភ្លេចឈ្មោះហើយបាទគឺយើង search យកមើលតាមអ៊ីនធឺណិតប៉ុន្តែយើងចាប់អារម្មណ៍មួយថានៅទីនេះគេញ៉ាំអីភាគច្រើនគឺមាននំបញ្ចុកសឹងទៅគ្រប់មុខទាំងអស់ចឹងភ្លេចថតម៉ូតូឲ្យមើលជាម៉ូតូដែលខ្ញុំជួលហើយចេញពីហ្នឹងទៅគឺយើងជិះexplore នៅក្នុងទីក្រុងសាប៉ានេះគឺរៀងល្ងាចឯពេលនេះវាភ្លើងគេបើកហើយល្ងាចអញ្ចេះអាប់កាន់តែច្រើនចឹងដូចឃើញនៅក្នុងវីដេអូនេះគឺអាប់ច្រើនមែនតើហើយតិចហើយយើងមានមិត្តភ័ក្តិមួយចំនួនដែលទៅសាប៉ាហ្នឹងនៅតំបន់ខែ11 12ហ្នឹងដែរគេថាអង្សារហូតដល់ដកតែពេលដែលយើងពងតែជិះម៉ូតូនេះគឺនៅប្រហែលជា6 7អង្សាដែលមិនសូវជាត្រជាក់ទេអញ្ចឹងដូចឈរនេះមើលខាងក្រោយអាប់មើលឃើញទេអញ្ចឹងកាន់តែល្ងាចតិចទៀតគឺអាប់កាន់តែខ្លាំងហើយដូចឃើញហ្នឹងគឺត្រជាក់ហើយផ្លូវនៅនេះគឺអញ្ចឹងហើយសម្រាប់អ្នកដែលចេះជិះម៉ូតូជិះអីអាចជួលម៉ូតូបានបើសិនជាអត់ចង់ជិះម៉ូតូខ្លួនឯងទេនៅសាប៉ាហ្នឹងឥឡូវគេមាន Grab ដែរបើយើងប្រើ Grab ពីខ្មែរពីអីទៅទៅដល់ហ្នឹងគឺស្រួល booking អីតាម Grab តាមអីគឺអាចប្រើបានហើយកាត់លុយនៅក្នុង Grab នៅក្នុងអីហ្នឹងវាអត់មានជាការបន្លំអីទេអញ្ចឹងយើងជិះរហូតមកដល់ល្ងាចឡើងក៏យើងទៅដល់បឹងមួយអញ្ចឹងនៅក្នុងទីក្រុងសាប៉ាគេមានបឹងមួយនៅកណ្ដាលហ្នឹងយើងគេធ្វើស្ពានឆ្លងអាបឹងហ្នឹងអញ្ចឹងទៅដល់ល្ងាចឡើងនេះក៏យើងទៅញ៉ាំអីពេលល្ងាចហ្នឹងគឺយើងsearchអ៊ីនធឺណិតទៀតក៏មានឃើញសាច់អាំងគេហៅសាច់អាំងបែងក្បឿអញ្ចឹងនៅខ្មែរយើងក៏មានអញ្ចឹងយប់ឡើងគឺយើងមកវិញហើយយើងចាប់ផ្ដើមស្អែកឡើងថ្ងៃថ្មីក៏យើងស្រស់ស្រូបអាហារពេលព្រឹកអញ្ចឹងបន្ទាប់ពីស្រស់ស្រូបអាហារពេលព្រឹកនៅ resort ហ្នឹងហើយក៏យើងរៀបចំដើម្បីធ្វើដំណើរទៅគោលដៅទេសចរយើងមួយទៀតអញ្ចឹងកន្លែងនេះគឺភោជនីយដ្ឋានរបស់យើងហើយទេសភាពស្អាតមែនតើនៅខាងក្រៅកន្លែងភោជនីយដ្ឋានផុស resort ហ្នឹងគឺយើងមើលទៅឃើញជួរភ្នំឃើញអីដូចនៅស្រុកក្រៅអញ្ចឹងបន្តមកទៀតគឺយើងទៅដល់Phan Xipang ឬមួយក៏ Sun World ហ្នឹងដើម្បីទិញសំបុត្រឡើងទៅលើកំពូលភ្នំអញ្ចឹងដើម្បីឡើងទៅលើភ្នំនឹងបានគឺយើងត្រូវទៅទិញសំបុត្រនៅ station គេទិញ station ហើយគឺគេតម្រូវយើងជិះរថភ្លើងអញ្ចឹងជិះរថភ្លើងមួយតង់ទៀតចេញពី station គេហ្នឹងដើម្បីឡើងទៅគេមានច្រើនដំណាក់កាលអញ្ចឹងយើងឡើងទៅនេះគឺពីរថភ្លើងពីក្រោមពី station ទៅលើនេះគឺដំណាក់កាលទី1អញ្ចឹងឡើងទៅដល់លើគេតម្រូវយើងដើរឡើងទៅលើមួយតង់ទៀតអញ្ចឹងដើរឡើងទៅលើមួយតង់ទៀតនេះគឺយើងនឹងទៅកាត់ភូមិមួយដែលជាភូមិគេបង្ហាញពី
ជនជាតិភាគតិចនៅតំបន់ជើងភ្នំហ្វាន់ទីប៉ាន់ហ្នឹងចឹងក៏គេយើងបានតបតែងធ្វើជាហ៊ុញលំកហ៊ុញអីចឹងទៅហើយបន្តមកទៀតគឺយើងត្រូវទិញកន្លែងនេះមិនទិញទេគឺយើងត្រូវតែជិះកន្ត្រកចឹងជិះកន្ត្រកនេះប្រហែលជាកន្លះម៉ោងដែរយូរដែរបាទមើលមុខបាទភ័យនឹងស្លេកហើយគឺខ្សោយมันអាចមើលទៅក្រោមបានទេបើសិនជាយើងមើលទៅក្រោមមានជាការវិលមុខជាខ្លាំងបាទតែប្រពន្ធអត់អីបាទអញ្ចឹងគឺយើងឡើងមកដល់លើអញ្ចឹងចំណាយពេលប្រហែលជាកន្លះម៉ោងក៏យើងឡើងមកដល់លើអញ្ចឹងពីលើនេះទៅគឺអត់តន់ដល់កំពូលភ្នំមែនតើទេគឺគ្រាន់តែជាដំណាក់កាលទី2ទេអញ្ចឹងនៅលើកន្លែងនេះគេមានភោជនីយដ្ឋានមានអីយ៉ាងទៅហើយនៅលើភោជនីយដ្ឋានហ្នឹងគេមានជាតំបន់ឲ្យយើងថតរូបស្អាតមើលទេសភាពមើលអញ្ចឹងទៅអញ្ចឹងយើងទៅថ្ងៃហ្នឹងគឺសំណាងដែរគឺយើងទៅគឺបើកថ្ងៃអញ្ចឹងអ្នកខ្លះទៅឡើងទៅលើកំពូលភ្នំហ្វាន់ទីប៉ាន់ហ្នឹងគឺអត់បើកថ្ងៃគឺអត់មានមើលឃើញទេសភាពអីទេហើយថតរូបក៏មិនសូវជាស្អាតដែរចឹងយើងក៏បន្តថតរូបស្អាតបន្តទៅទៀតក៏ឡើងដើរទៅឡើងទៅមួយជាន់ទៀតគេមានជាវិហារចិនគេមានជារូបសំណាកផ្សេងហ្នឹងទៅយើងក៏ដើរមកដល់កន្លែងមួយទៀតគឺកន្លែងដែលយើងត្រូវជិះរថភ្លើងមកតង់ទៀតដើម្បីទៅខាងលើកំពូលភ្នំហ្វាន់ស៊ីប៉ាន់ដែលមានកម្ពស់ប្រមាណជាង 1000 ម៉ែត្រហ្នឹងតែកន្លែងនេះយើងមានជំរើសមានន័យថាយើងចង់ដើរឡើងក៏បានយើងចង់ជិះរថភ្លើងដែលគេលក់សបុតហ្នឹងក៏បានអញ្ចឹងទីបំផុតគឺយើងឡើងមកដល់លើហើយគឺអូសំទោសមិន 1000 ម៉ែត្រមិនមែនគឺ 3000 ម៉ែត្រអញ្ចឹងកំពូលភ្នំហ្នឹងគឺកម្ពស់ 3000 ម៉ែត្រជាងអញ្ចឹងទីបំផុតយើងបានឡើងមកដល់លើអញ្ចឹងមកដល់លើនេះគឺខ្យល់តិចល្អហើយវារៀងមានសម្ពាធបន្តិចអញ្ចឹងអ្នករៀងខ្សោយអាចមានវិលមុខវិលអីអញ្ចឹងក៏យើងឡើងទៅដល់លើយើងចុះមកវិញអញ្ចឹងចុះមកវិញក៏មានជំរើសដូចគ្នាយើងចង់ជិះរថភ្លើងចុះមកវិញក៏បានយើងចង់ដើរចុះមកវិញក៏បានប៉ុន្តែដោយសារពួកយើងមកឡើងមកនេះយើងជិះរថភ្លើងហើយយើងចុះទៅវិញក៏យើងដើរវិញព្រោះដោយសារផ្លូវដើរផ្លូវរថភ្លើងផ្សេងគ្នាអញ្ចឹងយើងដើរចុះមកវិញបាទចុះមកដល់ក្រោមរហូតអញ្ចឹងនៅលើពូភ្នំហ្នឹងពេលយើងចុះមកវិញគេមានជាអាហារប៊ូហ្វេអញ្ចឹងយើងចូលអាហារប៊ូហ្វេហើយក៏យើងដើរចុះមកក្រោមវិញអញ្ចឹងចុះមកក្រោមឃើញកន្លែងនេះគេតាំងធ្វើរបៀបជាសួនផ្កាដបងយក្សអញ្ចឹងតំណងក៏ដាក់ 4-5 ប៉ុស្តិ៍អីបន្ថែមទៀតមុននឹងយើងដើរចុះទៅវិញអញ្ចឹងចុះទាំងមកនៅលើកំពូលភ្នំហ្នឹងគឺយើងចំណាយពេលរយៈពេល1ថ្ងៃបាទតាំងពីព្រឹករហូតដល់ល្ងាចម៉ោង3ម៉ោង4 5អីមិនយើងបានចុះទៅដល់ក្រោមវិញអញ្ចឹងនៅលើភ្នំនេះគេតុបតែងស្អាតហើយវាមានតំបន់ជា section គេធ្វើច្រើនធ្វើឲ្យយើងចាប់អារម្មណ៍ថាវាស្អាតមែនហើយមកដល់កន្លែងនេះគឺយើងចុះមកដល់ក្រោមវិញហើយបាទមកដល់កន្លែងនេះគឺយើងចុះមកដល់ក្រោមវិញដល់ដំណាក់កាលទី1វិញហើយយើងមានសួនផ្កាសួនអីកន្លែងនេះគឺតំណងមែនតើបាទគឺតំណងបើសិនជាកន្លែងនេះយើងមានជាគេធ្វើជារៀបការរៀបអីគឺមកថតរូបថតឲ្យស្អាតតែសួនផ្កាគេធំណាបាទចឹងដូចជាអត់មានអីនិយាយទេមកដល់កន្លែងនេះគឺដោយសារតួយើងគាត់ធ្វើកាយវិការយូរពេកចឹងអត់មានអីនិយាយទៅឲ្យមើលកាត់ចូលប្លង់ថ្មីបានមានអីនិយាយបន្ថែមទៀតចឹងមកដល់ក្រោមទៀតគេមានជាសួនផ្កា lavender កន្លែងនេះគេយើងមើលឃើញខាងក្រោយនោះគឺគេមានជាផ្កា lavender សឹងតែមកកូនភ្នំតែម្ដងមើលទៅកូនភ្នំហ្នឹងគឺយើងមើលឃើញពណ៌ស្វាយអញ្ចឹងយើងមកដល់កន្លែងគេវិញហើយថ្ងៃទី2គឺយើងដូរបន្ទប់មានថាយើងឡើងទៅកំពូលភ្នំហ្វាន់ទីប៉ាន់ហ្នឹងមួយថ្ងៃហ្នឹងគឺយើងដូរបន្ទប់មកគេនៅផ្ទះទ្វារក្រហមនេះអញ្ចឹងនេះដូចជាថ្ងៃទី3ឯងព្រឹកថ្ងៃទី3បាទអញ្ចឹងយើងមកដល់ថ្ងៃទី3ហើយគឺយើងបានមកអង្គុយនៅកន្លែងហ្វាន់ទីប៉ាន់ហ្នឹងដដែលគឺយើងអត់ដឹងថាទៅណាមកអង្គុយមកញ៉ាំកាហ្វេញ៉ាំអីអញ្ចឹងនេះគឺជាផ្ទះកន្លែងគេនៅថ្ងៃទី2របស់យើងអូនិយាយឡើងច្រឡំថ្ងៃនេះគឺថ្ងៃទី3ហើយថ្ងៃនេះគឺយើងនៅតែមកផឹកទេគឺពេលថ្ងៃយើងត្រូវជិះឡានទៅទីក្រុងហាណូយវិញអូខេកន្លែងនេះតំណងពេកក៏យើងមកធ្វើអង្គុយ review អីចឹងទៅអញ្ចឹងគឺយើងបានមក check out អញ្ចឹងនេះមនុស្សអ្នកអង្គុយចាំ check in
dương các bạnឡើងមកលើឡានវិញគឺយើងជិះឡានពីសាប៉ាបកមកទីក្រុងហាណូយវិញគឺយើងឡានវ៉ែននេះហើយជិះទៅគឺយើងចំណាយពេលមួយថ្ងៃពេញអញ្ចឹងបកវិញភ្លាមគឺយើងមិនភ្លេចទេគឺយើងត្រូវការទៅញ៉ាំអីដើម្បីយកកម្លាំងគឺយើងមិនភ្លេចទេគឺហាងល្បីមួយហើយម្ហូបនេះក៏យើង check មើលអ៊ីនធឺណិតទៅគេថាម្ហូបល្បីប្រចាំនៅហាណូយតែម្ដងគឺគេមាននំបញ្ចុកទៀតហើយគេមានត្រីចៀនគេមានអីចឹងទៅហើយអាខ្ទឹមនេះគេយកមកឆាមកយើងហើយគេដាក់គ្រឿងត្រីគ្រឿងអីដែលគេឆាគេបំពងនឹងចូលហើយចេញពីហ្នឹងទៅដោយសារតែពេលយើងទៅហ្នឹងគឺខែ11អញ្ចឹងចិត្តគ្រីស្មាស់អញ្ចឹងចិត្តគ្រីស្មាស់ក៏យើងបានដើរលេងមកជុំទៅគឺគេតុបតែងគ្រីស្មាស់គឺលក់គ្រឿងគ្រីស្មាស់អីហើយអញ្ចឹងនេះគឺព្រលឹមឡើងហើយថ្ងៃថ្មីអញ្ចឹងក្រោកមកមិនភ្លេចទេគឺយើងទៅវៀតណាមនោះគឺកាហ្វេយើងទៅបានទៅ Starbucks ព្រលឹមឡើងទៅដាក់កាហ្វេម្នាក់មួយកែវចេញមកវិញភ្លៀងល្មមបាទគឺចេញមកវិញភ្លៀងល្មមអញ្ចឹងយើងចាំឲ្យរាំងភ្លៀងបន្តិចតែភ្លៀងអត់រាំងទេគឺថ្ងៃដែលយើងទៅហ្នឹងគឺភ្លៀងជាប់រហូតលឹមជាប់រហូតអត់រាំងសោះតែម្ដងពេលផឹកហ្នឹងយើងចេញពីមួយកន្លែងទៅមួយកន្លែងហើយដល់ពេលថ្ងៃល្មមក៏យើងដើរទាំងពាក់អាវភ្លៀងតែម្ដងយើងទៅរកបាយថ្ងៃយើងរកឃើញហាងមួយកន្លែងដែរម្ហូបគេតំណតែគេមានស៊ុបនេះគឺនំបញ្ចុកទៀតហើយអញ្ចឹងថ្ងៃដែលយើងចំណាយពេលមួយថ្ងៃនៅហាណូយហ្នឹងគឺត្រូវបានបញ្ចប់យ៉ាងលឿនព្រោះយើងត្រូវហោះមកវិញនៅភ្នំពេញវិញយើងពេលយប់ហ្នឹង